remote វាអាច error តែຂະຫນາດនៃការប្រើប្រាស់ error ឧទាហរណ៍យើងភ្ជាប់តាំងពី floor រហូតដល់ពីដានគឺយើងភ្ជាប់គ្នា counter ហ្នឹងឲ្យបានមកអោបកសោបទាំងកន្លែងអង្គុយរបស់យើងទៀតអញ្ចឹងវាមានអារម្មណ៍មួយថាវាអត់តាក់វាអត់ដាច់អញ្ចឹងពេលដែលវាអត់ដាច់ភ្នែកយើងក៏អត់ដាច់ដែរយើងចាំបានចាប់ដៃគូគ្នាជាមួយ Yango ដែលគាត់ផ្នែកខាង architecture ហ្នឹងពីដំបូងឡើយក៏យើងបានធ្វើគម្រោងទី1ជាមួយគ្នានៅងៀនកងវាជាគម្រោងដំបូងដែលយើងបានធ្វើនៅភ្នំពេញទាំង owner ទាំងខ្ញុំគឺមកធ្វើគម្រោងនេះគឺដំបូងគេតំបន់ហ្នឹងវាមានអាគារសាមញ្ញទូទៅយើងចង់ថាធ្វើម៉េចឲ្យអាគាររបស់យើងជា iconic មួយតំណាងឲ្យតំបន់ហ្នឹងឬក៏ពេលដែលគេជីកាត់គេមើលមុននឹងយើងទទួលយកទីតាំងនេះក៏យើងបានតាក់ទងទៅខាងគាត់ឲ្យគាត់មកជួយមើលទីតាំងនេះដែរតើយើងអាចកែច្នៃយ៉ាងម៉េចបានសមជាកន្លែង spa ដល់ពេលគាត់មកមើលគាត់ពេញចិត្តជាពិសេសទីតាំងខាងលើនេះយើងគិតថាធ្វើបានប្រមាណកន្ទប់ធ្វើបាន lobby នៅកន្លែងណាយើងគិតចេញឲ្យស្រាប់ខ្លះណាសមថៈ spa យើងយកឈ្មោះពីបាលីសំស្ក្រឹតសមថៈមានន័យថាស្ដីស្ងប់ចេញក្នុងចិត្តមាន inner peace ជាភាសាអង់គ្លេសអញ្ចឹងពេលដែលគាត់មកគាត់បានសម្រាកគាត់បានស្ងប់ក្នុងចិត្តពេលដែលគាត់ចូលជើងមកដល់គឺគាត់មានអារម្មណ៍ស្រស់ស្រាយបាត់ទៅហើយជាមួយនឹងធម្មជាតិជាមួយនឹងទឹកធ្លាក់ជាមួយនឹងសំឡេងងុំតិចអញ្ចឹងទៅវាធ្វើគាត់មានអារម្មណ៍ធូរស្បើយពេលដំបូងឡើយដល់ពេលដែលខ្ញុំមកមើលអាគារនេះខ្ញុំឃើញនៅជាន់ទី1របស់យើងនេះឃើញវាមាន hall មួយធំស្លាស់ដែលពីមុនមកវាគ្រាន់តែជា space សម្រាប់គេដាក់ចរាយន្តអូលំហនេះល្អហើយមាន skyline ទៅលើមកពីលើទៀតយើងចង់ឲ្យពេលដែលភ្ញៀវមកគឺមកចំកន្លែងស្អាតដើម្បីយើងអង្គុយទទួលបដិសណ្ឋាកិច្ចអញ្ចឹងយើងអត់ចង់ដាក់នៅ ground floor ដូចធម្មតាគឺយើងយក lobby មកដាក់ជាន់ទី1ចឹងម្ដង renovate មានអាគារស្រាប់អ្វីដែលយើងចាត់ទុកជាចម្បងទី1យើងគិតទៅលើសសរថ្នាំកម្ពស់អាគារអញ្ចឹងទាំងអស់ហ្នឹងគឺយើងអាចផ្លាស់ប្ដូរបានដែរអញ្ចឹងយើងទៅ fit ជាមួយនឹងមុខងារប្រើប្រាស់ទាំងអស់ហ្នឹងយើងដឹងហើយថាផ្នែកខាងក្រៅគឺយើងកើតបានហើយដោយសារតែគេមាន urban design គេច្បាស់លាស់តែតាក់ទងមួយពណ៌យើងអាច fit ថាធ្វើម៉េចឲ្យសំណង់យើងពណ៌ឲ្យវាសាមញ្ញហើយវាប្រទាក់គ្នាខ្លោងទ្វារ entrance ចូលមកដែលមានលក្ខណៈ unique របស់យើងហើយកន្លែងមួយចំនួនយើងព្យាយាម open spaceមែនទេទៅដោយសារតែពេលដែលយើងភ្ញៀវឡើងមកវាជា reception នេះតែ concept ដើមយើងកន្លែងហ្នឹងមានសសរ2ដើមនៅខាងក្រោយហ្នឹងពោះគេយើងទៀបស្រាប់កន្លែងចំណុចហ្នឹងអញ្ចឹងបើសិនយើងរត់ប្រព័ន្ធទឹកអត់ត្រូវវារត់ទៅទៀបអញ្ចឹងគឺយើងសម្រេចចិត្តថារត់ប្រព័ន្ធទឹកពីលើគឺតាមសសរវាជាការបិទបាំងតែវាបង្កើតសភនភាពមួយរូបមួយដែលខាងក្រោយហ្នឹងឆ្លោះបញ្ចាំងទៅឈ្មោះ spa ហើយក៏វាជាសភនភាពមួយដើម្បីបិទបាំងប្រព័ន្ធទឹកនៅខាងក្រោយ concept របស់ខ្ញុំ design រៀងបត់បែន and on នេះផ្ដោតទៅលើការភាសាដៃដែលយើងទុនខ្លួនបត់បែន and on ទៅរកសរសៃអារម្មណ៍របស់យើងវាដូចគ្នាអ្វីដែលយើងសំខាន់គឺយើងគិតពីការបែងចែក layout ចឹងពេលដែលចូលមកយើងត្រូវគិតថាអូខេ layout ហ្នឹងតើ receptionist នៅកន្លែងណាតើកន្លែងភ្ញៀវអង្គុយបាត់ថមហ្នឹងដើម្បីយើង receptionist គាត់ទទួលបដិសេធនេះនៅកន្លែងណាពេលដែលគាត់ឡើងមកលើយើងឃើញថាអារម្មណ៍មួយបានផ្លាស់ប្ដូរគឺគាត់ឃើញមាន open space មានសួនមានពន្លឺហើយមានសំឡេងទឹកធ្លាក់មកពីលើ 5-6 ជាន់រ៉ែហើយយើងមើលឃើញចាបបាទចាបពូលចាបរបស់យើងហ្នឹងមានអារម្មណ៍មួយថាពេលមកដល់ដូចយើងមិនមែននៅកណ្ដាលក្រុងទេតាក់ទងមួយសំណងកង់ទទួលស្គាល់ថាវារៀង detail លម្អិតហើយវារៀងសាំញ៉ាំច្រើនអញ្ចឹងផលលំបាកយើងមានដូចជាងគាត់ធ្វើអត់ត្រូវប្លង់អញ្ចឹងពេលដែលធ្វើវាអត់ត្រូវ 100% អញ្ចឹងយើង follow up តាមគាត់រហូតជាទូទៅយើង design កាត់សឹបកោងយើងមិនមែនថាកោងទៅលើ floor កោងទៅលើប្លង់បាតឧបមាថាក្នុង lobby នេះ
ចឹង function counter នេះយើងចង់ឲ្យវាដាច់តម្លៃភាសាអង់គ្លេស isolate ឧទាហរណ៍យើងភ្ជាប់តាំងពី floor យើងនឹងភ្ជាប់ជាមួយនឹង counter ហើយ counter នេះវាឆ្លោះជាមួយនឹង floor ហើយភ្ជាប់មកវាមានជាងនេះវា hold on មកពីដានយើងនេះមកភ្ជាប់ជាមួយនឹងតសនេះទៀតអញ្ចឹងវាមានអារម្មណ៍មួយថាវាអត់តាក់វាអត់ដាច់ហើយអញ្ចឹងបើសិនវាតាក់ដាច់វាដូចមកកដប់អញ្ចឹងអាភាព and on ទន់ភ្លន់រស់រវើករបស់វាគឺអត់មានទេ